ស្ដីទាំងអស់គ្នាថ្ងៃនេះបានចេញមកវីដេអូខាងចេញយូរចេញឆាបន្លែជាមួយនឹងបកាហើយឆាបន្លែនេះដែរវារៀងស្រួលដែរទេខ្ញុំដាក់គ្រឿងស្រាទេនឹងដាក់ប្រេងអូលីវទូទៅណាតែថ្ងៃនេះរៀងស្ទើរខ្ញុំដាក់ខ្លាញ់ជ្រូកមកលាយតបមកខ្ញុំចាប់ផ្ដើមប្រពងខ្ទឹមសឲ្យរៀងឈ្ងុយហើយយើងចាប់ផ្ដើមដាក់សាច់ចូលទៅឆាវាត្រឡប់ចុះត្រឡប់ឡើងរៀងឆ្អិនអញ្ចឹងទៅយើងដាក់ប្រេងខ្យងចូលហើយគ្រឿងរបស់ខ្ញុំអត់ប្រើច្រើនទេមុខម្ហូបនេះខ្ញុំប្រើតែប្រេងខ្យងហើយអំបិលផ្កាឈូកហើយពេលយើងឆាទៅវារៀងស្ងួតអីចឹងយើងដាក់ទឹកបន្តិចទៅព្រោះយើងប្រើខ្លាញ់រៀងតិចនេះអំបិលខ្ញុំដាក់ហ្នឹងគឺអំបិលផ្កាឈូកណាហើយខ្ញុំលេងរៀងឆ្អិនចឹងតិចទៅខ្ញុំចាប់ផ្ដើមដាក់បន្លែចូលហើយបន្លែខ្ញុំដាក់ទាំងអស់ចូលគ្នាហ្មងដើម្បីអីខ្ញុំចង់រងាស់ម្ទេសផ្លោកហើយនឹងម្នាស់ឲ្យវាចេញជាតិផ្អែមមកដោយសារខ្ញុំអត់មានប្រើស្ករទេខ្ញុំប្រើតែអំបិលផ្កាឈូកហើយនឹងប្រេងខ្យងយើងងាស់វាទុកមកស្ទួវារៀងទន់ទៅឥឡូវខ្ញុំវាឆ្អិនហើយណាចាប់ផ្ដើមដួសដាក់ចានចាំមើលសមិទ្ធផលយ៉ាងណាទៅតែភ្លក់ទៅល្មមហ្មងអ្នកស្មក់គីឡូញ៉ាំតែចឹងតែគីឡូអត់មានឃើញស្រក់ទៅណាសោះពីព្រោះក្រៅវាថតវីដេអូទៅញ៉ាំអត់គិតដល់នេះចាឆ្អិនហើយ